បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចំណេះដឹងមួយចែកជូនដល់ពុកម៉ែបងប្អូនអំពីរបៀបសារ៉េម៉ូងនៅក្នុងទូរស័ព្ទដៃអញ្ចឹងបើពុកម៉ែបងប្អូនដែលទើបមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទនៅពេលដែលទូរស័ព្ទរបស់ពុកម៉ែបងប្អូនលោតជិប24ម៉ោងប៉ុន្តែពុកម៉ែបងប្អូនចង់ប្ដូរវាមកជាម៉ោងខ្មែរម៉ោង12ម៉ោងវិញចឹងសូមពុកម៉ែបងប្អូនទស្សនាវីដេអូហ្នឹងចាប់ពីដើមរហូតដល់ចប់នោះនឹងពុកម៉ែបងប្អូនដឹងពីរបៀបផ្លាស់ប្ដូរម៉ោងនៅក្នុងទូរស័ព្ទដៃតោះយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅក្នុង setting ទាំងអស់គ្នាដើម្បីយើងស្រីម៉ោងបាទជាដំបូងយើងចូលក្នុង setting ហើយតមកទៀតពុកម៉ែបងប្អូនមិនបាច់អូសទៅណាទេសូមពុកម៉ែបងប្អូន search តាមខ្ញុំមិនមែនពាក្យថា date time ចឹងនៅពាក្យនៅខាងលើពុកម៉ែបងប្អូនហើយយើងចង់យក24ម៉ោង time ក្រោមក៏បានដែរពុកម៉ែបងប្អូនអញ្ចឹងខ្ញុំយក24ម៉ោង time មកដើម្បីងាយស្រួលបាទហើយមកដល់កន្លែងហ្នឹងបើពុកម៉ែបងប្អូនឃើញបើកអញ្ចឹងមានន័យថាទូរស័ព្ទរបស់ពុកម៉ែបងប្អូនម៉ោងវាលោត24ម៉ោងអញ្ចឹងបើពុកម៉ែបងប្អូនបិទអញ្ចឹងវាលោត12ម៉ោងនៅពេលដែលម៉ោង12ហើយ12ថ្ងៃត្រង់អញ្ចឹងវាលោតមកម៉ោង1ធម្មតាវិញបាទដល់ពេលយើងបិទអាលើរួចអស់ហើយយើងមកមើលអាក្រោមម្ដងបាទអាក្រោមបើពេលពុកម៉ែបងប្អូនពេលម៉ោងរបស់ពុកម៉ែបងប្អូនខុសចឹងសូមពុកម៉ែបងប្អូនធ្វើតាមខ្ញុំបាទហើយអាកន្លែងហ្នឹងបើពុកម៉ែបងប្អូននៅប្រទេសណាសូមពុកម៉ែបងប្អូនដាក់ប្រទេសហ្នឹងទៅដោយសារឲ្យម៉ោងវារត់ទៅតាមប្រទេសបាទបើពុកម៉ែបងប្អូននៅប្រទេសកម្ពុជាយើងដាក់កម្ពុជាមកបាទហើយមកដល់កន្លែងខាងក្រោមហ្នឹងគឺជាកន្លែងដែលយើងស្រីថ្ងៃខែឆ្នាំបាទហើយយើងស្រីមើលថ្ងៃទីពុកម៉ែបងប្អូនបើទោះជាទូរស័ព្ទពុកម៉ែបងប្អូនដើរថ្ងៃខែឆ្នាំខុសបាទហើយមកដល់កន្លែងស្រីម៉ោងហ្នឹងបើពុកម៉ែបងប្អូនស្រីចង់ដាក់ម៉ោងប៉ុន្មានឲ្យត្រូវនៅពេលដែលទូរស័ព្ទពុកម៉ែបងប្អូនម៉ោងដើរខុសបាទបើពុកម៉ែបងប្អូនស្រីត្រូវហើយពេលយើងស្រីត្រូវអស់ហើយយើងធ្វើការបើកវាវិញយើងចុចបើកវាវិញមកបាទហើយវីដេអូចំណេះដឹងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនគិតថាវីដេអូហ្នឹងមានប្រយោជន៍សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូហ្នឹងរហូតដល់ចប់សូមអរគុណសូមជម្រាបលា